ការប៉ັດទៅមកមីពិតជាមានក្តីសោមនស្សរីករាយមែនទែនដែលបានឈរនៅលើវេទិកាចែករំលែកពីដំណើរជីវិតរបស់ម៉ាមី Seafood ដែលនៅក្រោមប្រធានបទដាមដុះលើផ្លែម៉ាមីក៏សូមអរគុណទៅដល់ CEC ដែលបានផ្ដល់កិត្តិយសឲ្យម៉ាមីមានឱកាសនៅក្នុងថ្ងៃនោះហើយការចែករំលែកតាក់ទងជាមួយនឹងអាជីវកម្មរបស់ម៉ាមី Seafood ហ្នឹងវាគឺជាក្តីសម័យមួយនៅក្នុងក្តីសម័យជាច្រើនរបស់ម៉ាមីបាត់ក្តាប់ជារួមនៅក្នុងការចែករំលែកមួយហ្នឹងម៉ាមីគ្រាន់ចង់ផ្ដាំទៅកូនចិនស៊ីថានៅពេលដែលចាប់ផ្ដើមបង្កើតម៉ាមី Seafood គឺជាការចាប់ផ្ដើមលក់ដ៏តូចតាចមួយប៉ុន្តែមានបេះដូងនឹងក្តីសម័យដ៏ធំហើយក៏ដាក់ក្តីសង្ឃឹមទាំងអស់នៅក្នុងអាហារទាំងអស់នោះដូច្នេះនៅក្រៅប្រធានបទដាមដុះលើផ្លែសម្រាប់ម៉ាមីអ្វីកុំរងចាំតតែល្អឥតខ្ចោះឬក៏រងចាំតតែមានធនធានគ្រប់គ្រាន់តែចាប់ផ្ដើមធ្វើពីអ្វីដែលយើងមានធ្វើឲ្យឃើញលទ្ធផលសិនហើយដើមវានឹងលូតលាស់តាមក្រោយម៉ាមី Seafood មិនមែនគាត់ថាជាម៉ាក់តែជាផុសតាងដែលបញ្ជាក់ថាស្ត្រីម្នាក់ម្ដាយម្នាក់អ្នកលក់ដ៏តូចតាចម្នាក់ក៏អាចបង្កើតអាជីវកម្មបានជាមួយនឹងការអត់ធ្មត់និងភាពស្មោះត្រង់កុំបារម្ភថាដើមយើងតូចសំខាន់នោះផ្លែរបស់យើងមានគុណភាព